Hi everyone សួស្តីតើគ្នាមកកាន់ episode 19 Smart Money Technical ដែលហៅថា SMT SMT គឺជាយុទ្ធសាស្ត្រជួញដូរដែលត្រូវបានរៀបចំដោយអ្នក trade ស្ថាប័នធំៗដូចជាធនាគារឬក៏ Interbank ដោយការវិភាគតម្លៃខុសគ្នា pair ឬក៏ទំនាក់ទំនងរវាង pair ពីរដូចជា gold and silver ណាឧទាហរណ៍ gold បំបែកhigh silver มันអាចបំបែក high ទេគឺបរាជ័យឬក៏បដិសេធក្នុងការបង្កើត high អញ្ចឹងយើងចូលមកដល់ឧទាហរណ៍ដូចជាខាងលើនេះជា silver ខាងក្រោមជា gold ណា silver យើងដែលហៅកាត់ថាជា HAG USD ហើយជា gold HAUD USD ណាខាងលើជា silver បង្កើត low and high and low ណាឬក៏យើងហៅពីនេះវិញ high and low អូខេយើងក៏លេខមកមើល goal low and low low and low អញ្ចឹងការនេះជាការ swap liquidity ណាជាការ swap liquidity ព្រោះ low នៅនេះព្រោះកាលណាដែល vision ជាបង្កើត low វាស្មើនឹងការ swap liquidity អញ្ចឹងយើងក៏លេខមកមើល silver គឺការបដិសេធក្នុងការ swap liquidity អញ្ចឹង liquidity low នៅខាងក្រោមបើសិនបើវា swap មកខាងក្រោមនេះគេហៅថា low អញ្ចឹងព្រោះវាអត់ swap នេះគេហៅថាការបដិសេធក្នុងការបង្កើត low ដោយយើងហៅថា fail swing អូខេចឹងយើងក៏លេខមកមើលខាងនេះវិញgold មិញជាឧទាហរណ៍ silver លេខមកមើល gold វិញ gold and silver ប្រសិនបើ gold បង្កើត low and low gold sweep low silver គឺអត់ sweep low ទេបដិសេធក្នុងការ sweep low ម្ដងណាគឺប្រឆាំងគ្នាពីរនេះប្រឆាំងគ្នានេះក៏ប្រឆាំងគ្នាដូចគ្នាប្រសិនបើ gold sweep liquidity low silver គឺអត់ low ទេណាការបដិសេធក្នុងការ sweep low ចឹងចូលមកដល់ឧទាហរណ៍នេះជា gold and silver អញ្ចឹងយើងឃើញថានេះជា high window time របស់វាដូចគ្នាឧទាហរណ៍បកគោល high នេះគឺជាបកគោលម៉ោង5ឧទាហរណ៍ណាយើងអាចម៉ោងវាខុសគ្នាដែរវាអាចនឹងខុសគ្នាម៉ោង6ម៉ោង7ម៉ោង8ប៉ុន្តែម៉ោង create high លើនេះក៏ត្រូវដូចជាម៉ោងកន្លែងនេះដែរ window time របស់វាគឺដូចគ្នានឹងកន្លែងហ្នឹងណាឧទាហរណ៍នេះម៉ោង5កន្លែងនេះក៏ម៉ោង5ដូចគ្នាណាអត់ខុសគ្នាទេកុំឲ្យបកគោលនេះម៉ោង5យើងទៅចាប់បកគោលនេះម៉ោង6ក៏អត់ខុសគឺអត់ត្រូវគ្នាទេណាត្រូវតែម៉ោង5ដូចគ្នាបើបកគោលនេះម៉ោង6កន្លែងនេះក៏ត្រូវម៉ោង6ដូចគ្នាតែអញ្ចឹង window time របស់វាគឺដូចគ្នាឧទាហរណ៍ខាងលើនេះ high ណា high បដិសេធក្នុងការឡើងមក create high អញ្ចឹងយើងឃើញថា silver គឺបង្កើត high ណាបង្កើត high ជំនួសដោយយើងឃើញថាវា swap ជាមួយនឹង liquidity ការបង្កើត high and high គ្នាវិញ high and low អញ្ចឹងយើងមកកលេចមកមើល goal បដិសេធក្នុងការ sweep high ដែលយើងហៅថាជា fail swing អូខេ fail swing high នេះគេបានបង្កើត high យើងចូលមកដល់ gold and silver វិញមិញ silver and gold ណាយើងមកមើល check នេះវិញតើតងមួយ gold and silver នេះជា gold sweep low and low ហើយមើល silver គឺបដិសេធក្នុងការបង្កើត low ដែលយើងហៅថាជា fail swing នេះគឺអត់ fail swing ទេគឺនឹង swing ដែលគេ create new swing low fail swing low high low and low ណាអញ្ចឹងអ្នកទាំងអស់គ្នាយកទៅ back test នឹងវីដេអូក្រោយខ្ញុំនឹងធ្វើជា episode បន្តទៅជាមួយនឹង SMT ព្រោះ SMT មិនមែនប្រើបានតែ
gold and silver ទេព្រោះខ្ញុំបានធ្វើវីដេអូមួយចំនួនហើយពាក់ព័ន្ធជាមួយនឹងgold and silver Nasdaq and ES ខ្ញុំធ្វើតាក់ទងមួយ gold and silver ជាវីដេអូ episode ទី3ហើយដែលខ្ញុំធ្វើបន្តនៅក្នុង YouTube channel អញ្ចឹងខ្ញុំនឹងធ្វើបន្តទៀតណាអញ្ចឹងអ្នកទាំងគ្នាកលេចមកមើលត្រង់នេះយើងឃើញថា price gold ណាខាងនេះ pair gold ខាងនេះ pair silver អញ្ចឹងខ្ញុំសូមដាក់ vertical line មួយដើម្បីឲ្យអ្នកទាំងគ្នាមើល window time អញ្ចឹងមើល low ខាងនេះគឺជា low ថ្ងៃ2ណាថ្ងៃ2អញ្ចឹងឲ្យអ្នកទាំងគ្នាមើល low ខាងនេះវិញ low ថ្ងៃ2ដែរណា low ថ្ងៃ2ម៉ោង1 PM ម៉ោង1 PM ដូចគ្នា vertical line យើងមើល check មកយើងឃើញថា window time វាដូចគ្នាអញ្ចឹងបន្ទាប់ពីមើល window time 1 hour time frame ឬក៏1ម៉ោងយើងមក check បន្ទាប់ពីយើងមើល1ម៉ោងហើយយើងឃើញថាវាមាន SMT gold and silver បែបនេះយើងមក check 15នាទី low time frame ដើម្បីមើល setup ណាដើម្បីមើល setup អញ្ចឹង setup អ្នកនរគ្នាមើលកន្លែងនេះទៅថា setup មាននេះខ្លះណាអញ្ចឹងសម្រាប់ setup អ្នកនរគ្នាអាចប្រើបាន setup មាន2ទី1 proportion block ខ្ញុំឃើញ proportion block 1 bullish proportion block ណា bullish proportion block ចឹងសម្រាប់អ្នកដែលគាត់ឆ្ងល់ proportion block កន្លែងនេះជាការស្រាយចម្ងល់ទាក់ទងជាមួយនឹង proportion block ហើយ proportion block and bullish mitigate ឬក៏ bullish order block ក៏បានដែរណាអត់ខុសគ្នាទេចឹងមាន2 scenario ឬក៏2 setup ទី1 proportion bullish proportion block and bullish order block អញ្ចឹងអ្នកទាំងគ្នាអាច set up នៅពេលដែល price retracement មកប៉ះ proportion block យើងអាច set up ទៅវិញបានណាយើងអាច buy ទៅវិញបានដល់ SL យើងដាក់នៅក្រុម wick មកហើយដាក់នៅក្រុម body ហើយ TP យើងដាក់នៅ buy side liquidity ណាដាក់នៅ buy side liquidity នេះបានអូខេ buy side liquidity អញ្ចឹងមុននេះខ្ញុំឃើញ 1 hour time frame នៅឃើញ1ម៉ោងខ្ញុំ check 1ម៉ោងខ្ញុំឃើញកន្លែងនេះមាន new week អូខេ new day opening gap ព្រោះវាជាថ្ងៃអង្គារ new day opening gap week open week low and week high ណា open week low and week high ជា new day opening gap អញ្ចឹងខ្ញុំសូមដាក់ new day opening gap មួយទៀតព្រោះ new day opening gap ក៏សំខាន់ដែរនៅក្នុង concept ICT ណាអញ្ចឹងវាមក complete ជាមួយនឹង new day opening gap ណាវាមក complete ជាមួយនឹង new day opening gap ខ្ញុំមើល15នាទីក៏ច្បាស់ដែរណាកន្លែងនេះ model setup ដូចគ្នាអូខេអញ្ចឹង model setup កន្លែងនេះ15នាទី clean ហ្មងណា15នាទីឬក៏1ម៉ោងហ្នឹង clean setup ហ្មងអញ្ចឹងយើងឃើញថា bullish fair value gap retest bullish fair value gap ទៀត bullish order block and fair value gap អូខេអញ្ចឹង set up ទៅនេះយើងអាចយក TP ឬក៏យើងអាចកិលមកដាក់នៅ buy side liquidity មកហើយ SL យើងអាចដាក់នៅក្រុម wick ឬក៏នៅក្រុម body នៅបន្តិចណានៅកន្លែងដែលមានnew day opening gap ព្រោះគឺយើងឃើញថា new day opening gap នៅពេលដែល price complete new day opening gap ហើយមាន SMT វា work វា valid ប៉ុន្តែជាទូទៅបើសិនជាkey level របស់វាហ្មងគឺគេប្រើ SVG ណាគេប្រើ SVG អញ្ចឹងយើងជួបគ្នានៅ episode ក្រោយ